នេះអញ្ចឹងថ្ងៃនេះលោកគ្រូមកបន្តចំណោទមួយទៀតដោយប្រើអង្កត់តែអង្កត់នេះគឺខុសពីអង្កត់មុនណាអញ្ចឹងយើងអានចំណោទទាំងអស់គ្នាគេថាពូសំមានប្រាក់ចំនួន 6000 រៀលគាត់ចែកឲ្យកូន 3 នាក់សុកសៅនិងសឿនបាទសុកបានប្រាក់ 3 ដងនៃសៅហើយសឿនបានប្រាក់2 ដងនៃសៅរកចំនួនទឹកប្រាក់កូននីមួយៗអញ្ចឹងគេប្រាប់ចំនួនបាទប្រាប់ចំនួនទឹកប្រាក់ចំនួន 6000 ហើយគេប្រាប់មានកូន 3 នាក់ដែរតែគេអត់មានប្រាប់ថាលើប្រមាណបាទលើជាងគ្នាប្រមាណដូចចំណោទមុនទេតែគេប្រាប់ថា3 ដងនៃ2 ដងនៃតោះនេះអញ្ចឹងកន្លែងនេះលោកគ្រូបញ្ជាក់ថាបើសិនគេថាសុកណាមានប្រាក់បាទឬក៏បានប្រាក់ 3 ដងនៃណាគេនៃសៅហ្នឹងណាបាទអញ្ចឹងអូនត្រូវនៃអ្នកណាគឺអ្នកហ្នឹងមានតែមួយអង្កត់ទេអញ្ចឹងអង្កត់នេះមានស្មើគ្នាដូចលើកមុនលើខ្វះអង្កត់នេះគឺស្មើគ្នាទាំងអស់ដូចយើងមេ2មេ4 2 4 6 8អញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងមកសង់អង្កត់ទាំងអស់គ្នាអញ្ចឹងកន្លែងនេះ3 ដងនៃអញ្ចឹងអូនត្រូវចំណាំកន្លែងហ្នឹងនៃអ្នកណានៃសៅអញ្ចឹងសៅយើងគូតែមកអង្កត់ទេណាបាទអញ្ចឹងយើងដាក់នៃសៅអញ្ចឹងលោកគ្រូដាក់សៅបាទសៅបាទឃើញទេបាទនៃសៅឃើញទេអញ្ចឹងសៅតានៃអ្នកណាគឺនៅហ្នឹងតែមួយទេអញ្ចឹងសុកគាត់មានប៉ុន្មានដង3 ដងអញ្ចឹងយើងត្រូវគូសគាត់3ណាអញ្ចឹងសុកណាសុក3 ដងបាទអញ្ចឹង3 ដងបានន័យថាយើងគូសឲ្យស្មើគ្នាតោះនេះហ្នឹងហើយអញ្ចឹងសៅម្ដងអញ្ចឹងសុក3 ដងអញ្ចឹងឧទាហរណ៍ថាកន្លែងនេះ2 កាឡាអញ្ចឹងនេះក៏2 កាឡានេះក៏2 កាឡាស្មើគ្នាទាំងអស់ហ្នឹងហើយអញ្ចឹង3 ដងនៃឲ្យតែនៃអ្នកណាអ្នកហ្នឹងគឺតែមួយទេមួយកង់ទេហើយគេបញ្ជាក់ប្រាប់ទៀតថាចំណែកឯសឿន2 ដងនៃសៅដែរឃើញទេសឿនបាទសឿនតែ2 ដងទេអញ្ចឹងសឿនយើងគូសតែពីកម្មទេបាទអញ្ចឹងកម្មនេះគឺស្មើគ្នាបាទឃើញទេបាទអញ្ចឹងអង្កត់នេះដែរគឺបានន័យថាបាទស្មើគ្នាតោះនេះអញ្ចឹងមានឲ្យតែមានពាក្យថានៃអញ្ចឹងនៃអ្នកណាអ្នកហ្នឹងមានតែមួយទេមួយហើយបើសិនថាដូចជាសុកអញ្ចឹង3 ដងអញ្ចឹងយើងត្រូវគូសអង្កត់ហ្នឹង3 កង់ហើយស្មើគ្នាតោះនេះសឿន2 ដងអញ្ចឹងគេបញ្ជាក់ថា2 ដងនៃសៅដែរអញ្ចឹងសៅមានតែ1 កង់ទេចំណែកសុកមាន3 ដងគឺ3 កង់បាទហើយ3 កង់ស្មើគ្នាសឿនមាន2 ដងអញ្ចឹងសឿន2 កង់ស្មើគ្នាអញ្ចឹងយើងរកយ៉ាងម៉េចឲ្យដឹងថាសៅមានប៉ុន្មានសុកមានប៉ុន្មានហើយនឹងសឿនមានប៉ុន្មានអញ្ចឹងវិធីងាយគឺយើងចំណោទនេះយើងត្រូវរកសៅមុនបាទអញ្ចឹងដើម្បីរកសៅបានយើងយកចំនួនទឹកប្រាក់ទាំងអស់ហ្នឹងណាទៅទឹកប្រាក់ទាំងអស់ហើយយើងរាប់ថាក្នុងកង់នេះមានប្រមាណកង់ស្មើគ្នាអញ្ចឹងយើងរាប់1 2 3 4 5 6អញ្ចឹងមានន័យថាយើងយកប្រាក់ទាំងអស់ហ្នឹងប្រាក់សរុប 6000 ហ្នឹងចែកនឹង6តោះណាចែកនឹង6អញ្ចឹងយើងឃើញមួយកង់នេះបាទតោះណា
ចឹងយើងឃើញមួយកង់របស់សៅហើយបើសិនជាយើងឃើញមួយកង់ហើយយើងចង់រកសុកយើងយកមួយកង់ហ្នឹងប្រមាណគុណនឹង3កង់ហ្នឹងមកបាទរកសឿន2កង់ចឹងយើងមានកង់នេះប្រមាណចឹងយើងយកមកគុណនឹងសឿនមកឥឡូវលោកគ្រូរកសៅមុនបាទសៅណាបាទអញ្ចឹងយកទឹកប្រាក់សៅអញ្ចឹងយើងយក6000ចែកនឹង6មកបាទអញ្ចឹងយើងបានលោកគ្រូចែកហើយនោះហ្មងគឺយើងបាន1000เนาะបាទងាយងាយអូនយកទៅចែកមកគឺយើងបាន1000អញ្ចឹងមានន័យថាប្រាក់សៅគឺ1000រៀលអញ្ចឹងយើងរកទឹកប្រាក់របស់ទឹកប្រាក់គ្រូដាក់ខ្លីៗចុះទឹកប្រាក់គេសុកបាទទឹកប្រាក់សុកអញ្ចឹងយើងយកបាទមួយកង់នេះបាទបានន័យថាមួយអង្កត់នេះបាទ1000នេះបាទគុណបាទគុណនឹងប៉ុន្មាន1 2 3អញ្ចឹង3មកបាទយើងស្មើនឹងប៉ុន្មានគុណយកមកស្មើ3000ណាបាទ3000ឃើញទេអញ្ចឹងយើងរកសឿនទៀតបាទនឹងសឿនរកប្រាក់សឿនអញ្ចឹងយើងយកមួយអង្កត់នេះបាទ1000នេះគុណនឹង2ណា1 2អញ្ចឹងយើងស្មើនឹងប៉ុន្មាន2000បាទណាបាទអញ្ចឹងចំណោទនេះងាយបាទអត់ពិបាកទេទី1បើសិនជាមានពាក្យថានៃអ្នកណាតើណានៃអ្នកណា3ដងនៃអ្នកណាអញ្ចឹងអ្នកហ្នឹងគឺ1ដងឯមួយអង្កត់ទេហ្នឹងហើយអញ្ចឹងលោកគ្រូមានប៉ុណ្ណឹងបាទអរគុណច្រើន